សូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងឡាយជាទីមេត្រីកម្មវិធីភាសាខ្មែរនៃស្ថានីយ៍វិទ្យុទូរទស្សន៍ខេត្តនៅពេលនេះនាងខ្ញុំសូមគោរពអញ្ជើញបងប្អូនជនរួមជាតិរួមតាមដានកម្មវិធីមានដូចតទៅជាបឋមនៃកម្មវិធីគំនិតកាសព័ត៌មានតំណាងមហាសន្និបាតចៅល្អរបស់អំហរជួបសំណេះសំណាលសមិទ្ធកម្មជូនបណ្ដាសមាមិត្តថ្នាក់ដឹកនាំខេត្តនឹងរៀបចំ15ស្តង់តាំងពីពណ៌បង្ហាញបណ្ដាសមិទ្ធផលសង្គមរបស់ខេត្តបន្ទាប់ពី50ឆ្នាំបណ្ដាតិហ៊ានផ្កាយ4ជ្រុងនៅព្រំដែនឥឡូវនេះសូមអញ្ជើញទស្សនិកជនរួមតាមដានកម្មវិធីមានដូចតទៅបងប្អូនប្រិយមិត្តជាទីគោរពនៅព្រឹកថ្ងៃទី28ខែមិនិនាក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី10អាណត្តិ2021-2026បានបើកសម័យប្រជុំលើកទី19លោកងឿងម៉ាន់ហុងលេខាគណៈកម្មាធិការបកខេត្តប្រធានក្រុមប្រឹក្សាប្រជាជនខេត្តនិងពីអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគឺលោកស្រីងឿងដៃធីនិងលោកងឿងហំសឹងធ្វើជាសហប្រធានសម័យប្រជុំនេះជាសម័យប្រជុំមូលបត់ដើម្បីសម្រេចតនពេលវេលាលើបណ្ដាខ្លឹមសារពាក់ព័ន្ធនឹងបញ្ហាថវិកាខេត្តឆ្នាំ2025អាស្រ័យហេតុនោះក្រុមប្រឹក្សាប្រជាជនខេត្តបានចេញសេចក្តីសម្រេចលើវិស័យវិនិយោគសាធារណៈដូចជាសេចក្តីសម្រេចចិត្តកែតម្រូវនិងបំពេញបន្ថែមផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាល2021-2025ប្រភពថវិកាមូលដ្ឋានសេចក្តីសម្រេចចិត្តកែតម្រូវនិងបំពេញបន្ថែមផែនការវិនិយោគសាធារណៈឆ្នាំ2025ប្រភពថវិកាមូលដ្ឋានគណៈកម្មាធិការប្រជាជនខេត្តក៏បានស្នើអង្គប្រជុំប្រកាសបណ្ដាសេចក្តីសម្រេចចិត្តដើម្បីបង្កលក្ខណៈសម្រាប់បណ្ដាមូលដ្ឋានអនុវត្តបណ្ដាគម្រោងត្រឹមត្រូវតាមផែនការនិងត្រឹមត្រូវតាមកាលវិភាគដែលកិច្ចប្រជុំបានដាក់ចេញសេចក្តីសម្រេចចិត្តស្តីពីការអនុម័តតារាងរាយនាមបណ្ដាតំបន់ដីអនុវត្តដេញថ្លៃគម្រោងវិនិយោគមានប្រើប្រាស់ដីលើភូមិសាស្ត្រខេត្តទីនីងឆ្នាំ2025លើកទី1សេចក្តីសម្រេចចិត្តស្តីពីការអនុម័តបញ្ជីរាយនាមសំណង់និងគម្រោងដកហូតដីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីផលប្រយោជន៍ជាតិនិងសាធារណៈលើភូមិសាស្ត្រខេត្តទីនីងឆ្នាំ2025លើកទី2សេចក្តីសម្រេចចិត្តកំណត់របបអនុគ្រោះលើកឡើងប្រាក់ជួលដីចំពោះបណ្ដាគម្រោងប្រើប្រាស់ដីសម្រាប់ផលិតអាជីវកម្មស្ថិតក្នុងចំណេញអនុគ្រោះវិនិយោគលើភូមិសាស្ត្រខេត្តតេនិញកិច្ចប្រជុំក៏បានចេញជាច្រើនសេចក្តីសម្រេចចិត្តផ្សេងទៀតក្នុងវិស័យថវិកាជំរុញឧស្សាហកម្មនិងការដឹកជញ្ជូនក្នុងនោះមានសេចក្តីសម្រេចចិត្តទាក់ទងនឹងការជួយដល់អាជីវកម្មដឹកជញ្ជូនរថយន្តក្រុងនិងប្រជាជនប្រើប្រាស់រថយន្តក្រុងនិងសេចក្តីសម្រេចចិត្តអនុម័តគម្រោងបង្កើតមូលនិធិអភិវឌ្ឍដីធ្លីខេត្តតេនិញនេះជាសេចក្តីសម្រេចចិត្តដែលអ្នកបោះឆ្នោតចាប់អារម្មណ៍ដោយផ្សារភ្ជាប់ទៅនឹងប្រយោជន៍ប្រជាពលរដ្ឋបងប្អូនប្រិយមិត្តជាទីគោរពក្នុងក្របខ័ណ្ឌសន្និបាតចៅល្អរបស់អំហរខេត្តតានិនលើកទី13ឆ្នាំ2025បណ្ដាតំណាងចូលរួមសន្និបាតចៅល្អរបស់អំហរបានជួបសំណេះសំណាលនិងសមិទ្ធកម្មជូនបណ្ដាសមាមិត្តថ្នាក់ដឹកនាំខេត្តអញ្ជើញចូលរួមក្នុងពិធីមានលោកងឿងហំសឹងអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តក្នុងដំណាក់កាល2020-2025កុមារតេនិនបានបញ្ចេញកម្លាំងប្រឡងប្រណាំងអនុវត្ត5ប្រការរបស់អំហរបង្រៀនចូលរួមយ៉ាងសកម្មក្នុងបណ្ដាសកម្មភាពតបស្នងសង្គមនិងផឹកទឹកនឹកឃើញប្រភពរក្សាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃចលនាផែនការតូចរួមចំណែកកសាងជាង800សំណង់បន្លុកខ្ចីតាមរយៈកម្មវិធីបំភ្លឺក្តីស្រមៃកុមារវៀតណាមកុមារទូទាំងខេត្តបានកេងកប្រគល់រាប់ពាន់ចំណែកអំណោយកង់និងអាហារូបករណ៍ជួយសិស្សានុសិស្សមានកម្លាំងចិត្តសិក្សាសម្រាប់បណ្ដាបងប្អូនសិស្សានុសិស្សមានស្ថានភាពលំបាកក្នុងឱកាសនេះសមាគមមិត្តរួមក្រុមតេនិនបានប្រគល់វិញ្ញាណប័ណ្ណប័ណ្ណជាកុមារល្អរបស់អំហរដំណាក់កាល2020-2025ជូន200សមាជិកក្រុមនិងកុមារទស្សនិកជនជាទីគោរពនេះរសៀលថ្ងៃទី27ខែមិនិនាគណៈប្រតិភូប្រជាជនសារព័ត៌មានប្រចាំថ្ងៃចិនដឹកនាំដោយលោកចាងគៀងវ៉ាងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសចិនអគ្គនិពន្ធប្រជាជនសារព័ត៌មានប្រចាំថ្ងៃធ្វើជាប្រធានបានមានពេលមកសួរសុខទុក្ខនិងបំពេញការងារនៅខេត្តតានិនធ្វើជាប្រធានទទួលនិងគណៈប្រតិភូមានលោកស្រីងវិធីសុងហឹងសមាជិកគណៈអចិន្ត្រៃយ៍បកខេត្តប្រធានគណៈឃោសនាអប់រំនិងចលនាមហាជននៃគណៈកម្មាធិការបកខេត្តតានិននៅតំបន់កែច្នៃនិងឧស្សាហកម្មលេងទ្រង់3លើភូមិសាស្ត្រទីរំខេត្តតាំងបាងគ
គណៈប្រតិភូប្រជាជនសារព័ត៌មានប្រចាំថ្ងៃបានជួបសម្ដែងការគួរសមនិងផ្លាស់ប្ដូរជាមួយអ្នកតំណាងវិនិយោគិនចិនមួយចំនួនដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ឧស្សាហកម្មរបស់ខេត្តលោកតាំងគៀងវ៉ាំងអាការនិពន្ធប្រជាជនសារព័ត៌មានប្រចាំថ្ងៃបានឲ្យដឹងថាខេត្តតេនីងគឺជាទីសម្ដៅវិនិយោគកំពូលមួយសម្រាប់សហគ្រាសចិននៅវៀតណាមដោយសារទីតាំងយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនិងកំពុងអភិវឌ្ឍគោលនយោបាយអនុគ្រោះតាក់ទាញប្រភពទុនវិនិយោគពីបរទេសតាមរយៈដំណើរសួរសុខទុក្ខនេះលោកសង្គមថានឹងណែនាំកាន់តែច្បាស់ដល់អ្នកវិនិយោគចិនអំពីបរិយាកាសវិនិយោគគោលនយោបាយនិងមិត្តភាពនៅខេត្តតេនីងចំណែកគ្រប់ខ្លួនផ្ទាល់ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជននៃគណៈកម្មាធិការបកខេត្តតេនីងលោកស្រីងឿនទេស៊ុងហឿងបានសម្ដែងក្តីសង្ឃឹមថានាពេលខាងមុខគណៈប្រតិភូរបស់ប្រជាជនសារព័ត៌មានប្រចាំថ្ងៃចិននឹងមានពេលវេលាបន្ថែមទៀតដើម្បីស្វែងយល់អំពីតេនីងជាពិសេសជាមួយការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យកសិកម្មទេសចរណ៍និងបណ្ដាវិស័យឧស្សាហកម្មសំខាន់ៗតេនីងមានសក្តានុពលខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនសម្ដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយបងប្អូនប្រិយមិត្តជាទីគោរពនាថ្ងៃទី27ខែមិនិនាមន្ទីរអប់រំនិងបណ្ដុះបណ្ដាលបានសហការជាមួយមន្ទីរសុខាភិបាលរៀបចំសន្និបាតឯកភាពសំណើនិងបង្កើនខ្លឹមសារសម្រាប់បង្ហាញសមិទ្ធផលក្នុងវិស័យសង្គមដំណាក់កាលប្រវត្តិសាស្ត្រតេនិន50ឆ្នាំរំដោះនិងអភិវឌ្ឍក្នុងសន្និបាតបណ្ដាតំណាងបានពិភាក្សាយ៉ាងស្វាហាប់អំពីការរៀបចំនិងការបែងចែកស្តង់តាំងពិព័រណ៍ដើម្បីបង្ហាញឡើងវិញនៅបណ្ដាសមិទ្ធផលលេចធ្លោក្នុងវិស័យអប់រំសុខាភិបាលនិងវិទ្យាសាស្ត្របច្ចេកវិទ្យានិងវប្បធម៌សិល្បៈក្រៅពីឯកភាពបណ្ដាអង្គភាពបានឯកភាពនិងរៀបចំ15ស្តង់តាំងពិព័រណ៍ក្នុងនោះមន្ទីរអប់រំនិងបណ្ដុះបណ្ដាល5ស្តង់មន្ទីរសុខាភិបាល4ស្តង់មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា5ស្តង់សមាគមអក្សរសាស្ត្រនិងសិល្បៈ1ស្តង់តាំងនីមួយៗនិងបង្ហាញពីសមិទ្ធផលលេចធ្លោដែលបង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃវិស័យនីមួយៗក្នុងរយៈពេល50ឆ្នាំកន្លងមកដើម្បីបង្កើនទិដ្ឋភាពនិងភាពរស់រវើកនៃការតាំងពិព័រណ៍លោកវ៉ូស៊ុងជឹងនាយកស្ថានីយវិទ្យុទូរទស្សន៍តេនិនបានមានប្រសាសន៍ថានឹងគាំទ្រយ៉ាងសកម្មនៅរូបភាពរួមចំណែកធ្វើឲ្យកាន់តែសម្បូរបែបបន្ថែមទៀតនៅខ្លឹមសារតាំងបង្ហាញទស្សនិកជនជាទីគោរពនៅថ្ងៃទី27ខែមិនិនាបញ្ជាការរដ្ឋាភិបាលយោធាខេត្តបានរៀបចំសន្និបាតបកលើបណ្ដាមូលបនអប់រំនយោបាយសម្រាប់ជួរគណៈភិបាលនីតិហ៊ានថ្នាក់វិរៈសេនីត្រីវិរៈសេនីតូគណៈភិបាលថ្នាក់វិរៈសេនីតូចនិងប្រហាក់ប្រហែលក្នុងកងកម្លាំងប្រដាប់អាវុធខេត្តអញ្ជើញចូលរួមសន្និបាតមានលោកវិរៈសេនីឯកដកឋានវិញអនុប្រធានគណៈកម្មាធិការបកបញ្ជាការរដ្ឋាភិបាលយោធាខេត្តសន្និបាតផ្សព្វផ្សាយបណ្ដាមូលបទស្ដីពីកិច្ចការយោធាការពារជាតិនៃកងកម្លាំងប្រដាប់អាវុធយោធាភូមិភាគឆ្នាំ2025ជំរុញការសិក្សានិងអនុវត្តតាមសតិអារម្មណ៍របស់ហូជីមីញលើកកម្ពស់អនុវត្តស្តង់ដារសីលធម៌បដិវត្តរបស់កម្មាភិបាលនិងសមាជិកបកក្នុងជួរកងទ័ពបច្ចុប្បន្ននិងលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់យោធិនចំពោះរូបខ្លួនផ្ទាល់គ្រួសារយុទ្ធមិត្តនិងអង្គភាពលោករស្នេហ៍ឯកដូថេងវៀតអនុប្រធានគណៈកម្មាធិការបកបញ្ជាការដ្ឋានយោធាខេត្តបានស្នើឲ្យគណៈកម្មាធិការបកគណៈបញ្ជាការអង្គភាពមូលដ្ឋាននិងបុគ្គលិកនិងសមាជិកបកចាប់យកខ្លឹមសារនៃបណ្ដាមូលបទដើម្បីធ្វើមូលដ្ឋានសម្រាប់អនុវត្តក្នុងដំណើរការបំពេញភារកិច្ចនៅអង្គភាពនិងបំពេញការងារបានល្អក្នុងការផ្សព្វផ្សាយជូនមហាជននិងប្រជាជនលើភូមិសាស្ត្រទស្សនិកជនជាទីគោរពបច្ចុប្បន្នកម្លាំងជាច្រើនត្រូវបានបង្កើនដើម្បីអនុវត្តភារកិច្ចលើខ្សែព្រំដែនទាំងមូលរបស់ខេត្តក្នុងនោះមានការចូលរួមពីកម្លាំងស្វ័យកាពីនាពេលកន្លងមកបណ្ដាទាហានអាវពណ៌បៃតងដែលមានផ្កាយ4ជ្រុងនិងគ្មានសាសបានមានវត្តមាននៅប៉ុស្តិ៍កងជីវពលអចិន្ត្រៃយ៍ដោយធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពនៅតំបន់ព្រំដែនលើប្រព័ន្ធព្រំដែនទាំងមូលនៃខេត្តតេនីងមកដល់ពេលនេះបានបង្កើត28ប៉ុស្តិ៍កងជីវពលឆ្លាស់ជាមួយបណ្ដាប៉ុស្តិ៍បណ្ដាស្ថានីយការពារជាតិនិងបណ្ដាតំបន់លំនៅឋានជាប់គ្នាបង្កើតជាបន្តបន្ទាប់រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គមនិងសុវត្ថិភាពលើភូមិសាស្ត្រខេត្តដើម្បីកងកម្លាំងកងជីវពលអចិន្ត្រៃយ៍ស្ងប់ចិត្តបំពេញការងារក្រែងច្បាមជាប់និងការពារភូមិស្រុក
គណៈកម្មការបកនិងរដ្ឋអំណាចមូលដ្ឋានបានយកចាត់ទុកដាក់ជាប្រចាំចំពោះជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់បណ្ដាកម្មាភិបាលយុទ្ធជនបណ្ដាមូលដ្ឋានក៏យកចាត់ទុកដាក់និងធានានូវគោលនយោបាយល្អសម្រាប់កងជីវពលនិងកងកម្លាំងស្វ័យការពារស្របតាមបទបញ្ញត្តិនៃច្បាប់មានការយកចាត់ទុកដាក់របស់ស្រុកនិងឃុំតំបន់លំនៅឋានព្រំដែនត្រូវបានកសាងនៅជាប់នឹងប៉ុស្តិ៍កងជីវពលងងៃក្រៅពីនោះមូលដ្ឋានក៏ត្រូវបានឧបត្ថម្ភថវិកាជាង400លានដុល្លារដើម្បីសាងសង់គំរូសួនស្រះទ្រុងដើម្បីជួយបងប្អូនបង្កើនផលិតកម្មនិងធានាសន្តិសុខព្រំដែននាពេលកន្លងមកខេត្តតេនិញត្រូវបានយោធាភូមិភាគទី7ជ្រើសរើសជាទីតាំងសាងសង់តំបន់ការពារសម្រាប់ប្រទេសទាំងមូលអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលខេត្តតេនិញបានផ្សព្វផ្សាយសាងសង់លំនៅឋានចំនួន3នៅព្រំដែនខាងជើងតេនិញនិងបានជូនប្រជាជនទៅរស់នៅតំបន់លំនៅឋានចាំងរៀកដោយលេខចំពោះគំរូលំនៅឋាននៅជាប់បង្គោលព្រំដែនគិតមកដល់ពេលនេះមានលំនៅឋានចំនួន21ខ្នងហើយមានផ្ទះជាង105ខ្នងបានបញ្ចប់និងដាក់ឲ្យប្រើប្រាស់បណ្ដាគ្រួសារទទួលគឺកម្មាភិបាលយុទ្ធជនកងទ័ពនគរបាលកងជីវពលនិងប្រជាពលរដ្ឋតាមមូលដ្ឋានដែលស្ម័គ្រចិត្តទៅព្រំដែនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងចូលរួមការពារអធិបតេយ្យភាពព្រំដែនជាតិក្រៅពីការសាងសង់ផ្ទះគ្រួសារនៅតំបន់លំនៅឋានទាំងនេះក៏ត្រូវបានមូលដ្ឋានបែងចែកដីសម្រាប់ផលិតកម្មដើម្បីធានាជីវភាពខ្ញុំបានចូលរួមក្នុងសង្គ្រាមព្រំដែនតេនិញក្នុងឆ្នាំ1980នៅពេលខ្ញុំត្រឡប់មកជីវិតធម្មតាវិញខ្ញុំបានរកឃើញថាដីនៅទីនេះសមរម្យខ្ញុំមកទីនេះដើម្បីរស់នៅកន្លែងដែលខ្ញុំប្រយុទ្ធដើម្បីការពារព្រំដែនក្នុងត្រីមាសទី1ឆ្នាំ2025ពលកងជីវពលបានជាប្រចាំសហការជាមួយបណ្ដាកងកម្លាំងនគរបាលនិងកងទ័ពការពារព្រំដែនដើម្បីរៀបចំរាប់រយពេលល្បាតដើម្បីប្រយុទ្ធនិងទប់ស្កាត់មុខសញ្ញាមិនឲ្យចូលទឹកដីព្រំដែនឆ្លងដែនចូលនិងស្នាក់នៅដោយខុសច្បាប់បង្ការទប់ស្កាត់និងឧបាយកលនៃកងកម្លាំងអាមេរិកប្រយុទ្ធប្រឆាំងការរពន្ធគ្រឿងញៀនក្រៅពីនេះបណ្ដាកម្មាភិបាលយុទ្ធជនកងជីវពលអចិន្ត្រៃយ៍ក៏សហការនឹងចូលរួមក្នុងការផ្សារភ្ជាប់ក៏សហការនឹងចូលរួមក្នុងការរក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ការពារប្រយុទ្ធប្រឆាំងនិងចំណាស់នៅផលវិបាកនៃគ្រោះធម្មជាតិជំងឺរាតត្បាតអគ្គិភ័យនិងការផ្ទុះស្វែងរកនិងសង្គ្រោះការពារនិងការទប់ស្កាត់ភ្លើងឆេះព្រៃការពារបរិស្ថានការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនដោយបានការយកចិត្តទុកដាក់នៅទីនេះបងប្អូនបានស្ងប់ចិត្តធ្វើការងារសហការល្បាតដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់នៅព្រំដែនទោះបីជាមានការលំបាកនិងបញ្ហាប្រឈមក៏ដោយបណ្ដាទាហានដែលគ្មានស័ក្តិក៏នៅតែខិតខំចំណាស់ព្រះអាទិត្យឆ្នះភ្លៀងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយកងជីវពលនិងកងកម្លាំងស្វ័យការពារនៅតែលើកកម្ពស់ចរិតលក្ខណៈល្អរបស់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍បង្ហាញយ៉ាងច្បាស់នៅការយល់ដឹងនិងការទទួលខុសត្រូវក្នុងការបម្រើប្រជាជនរួមចំណែកលើកកម្ពស់គុណភាពនៃប្រតិបត្តិការនៃប្រព័ន្ធនយោបាយនិងកសាងស្ថានភាពប្រយុទ្ធទឹកចិត្តប្រជាជនកាន់តែរឹងមាំទស្សនិកជនជាទីគោរពនៅរសៀលថ្ងៃទី27ខែមិនិនាអធិការរដ្ឋាភិបាលខេត្តតានិនបានបើកកិច្ចប្រជុំត្រីមាសទី1ជាមួយបណ្ដាភ្នាក់ងារអធិការកិច្ចដើម្បីអនុវត្តផែនការងារឆ្នាំ2025នៅក្នុងត្រីមាសទី1នៃឆ្នាំ2025វិស័យអធិការកិច្ចទាំងមូលផ្សព្វផ្សាយនិងអនុវត្តនិងបំពេញតាមកាលវិភាគនៃការត្រួតពិនិត្យដែលបានគ្រោងទុកនិងមិនបានគ្រោងទុកណែនាំឲ្យមានការដោះស្រាយយ៉ាងតឹងរ៉ឹងទាន់ពេលវេលានិងផ្លូវច្បាប់ចំពោះក្រុមនិងបុគ្គលដែលបំពានច្បាប់ផ្ដោតលើការកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រងក្រៅអធិការកិច្ចក្នុងត្រីមាសទី2នៃឆ្នាំ2025អធិការរដ្ឋាភិបាលខេត្តផ្ដោតលើការដឹកនាំភ្នាក់ងារជំនាញដើម្បីធ្វើពិធីកម្មតម្រង់ឃោសនាដែលសមស្របនឹងក្រុមមុខសញ្ញានីមួយៗត្រួតពិនិត្យជំរុញនិងណែនាំបទបញ្ញត្តិច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយនិងអវិជ្ជមានសម្រាប់ភ្នាក់ងារនិងមូលដ្ឋានអនុវត្តពិនិត្យនឹងការសម្រួលផែនការសមស្របបន្ទាប់ពីរៀបចំបណ្ដាស្ថាប័នជំនាញម្ចាស់ការក្តាប់ស្ថានភាពជាពិសេសនៅក្នុងតំបន់ដែលងាយនឹងមានការបំពាននិងអវិជ្ជមានទ
ទស្សនិកជនជាទីគោរពនៅថ្ងៃទី26និងថ្ងៃទី27ខែមិនិនាមន្ទីរអប់រំនិងបណ្ដុះបណ្ដាលតេនិនបានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែមធ្យមសិក្សាថ្នាក់ខេត្តសម្រាប់ឆ្នាំសិក្សា2024-2025 គណៈកម្មការប្រឡងមានទីតាំងនៅសាលាវិទ្យាល័យឯកទេសហងលេខាក្រុងតេនិនការប្រឡងឆ្នាំនេះមានការចូលរួមពី613បេក្ខជនមកពីអនុវិទ្យាល័យលើភូមិសាស្ត្រខេត្តបេក្ខជនត្រូវបានប្រឡងមុខវិជ្ជាដូចខាងក្រោមគណិតវិទ្យាអក្សរសាស្ត្រប្រវត្តិវិទ្យាភូមិវិទ្យាការអប់រំពលរដ្ឋភាសាអង់គ្លេសព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រធម្មជាតិដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយសុវត្ថិភាពម៉ត់ចត់និងសមស្របតាមបទបញ្ញត្តិមន្ទីរអប់រំនិងបណ្ដុះបណ្ដាលបានប្រមូលផ្ដុំ95កម្មាភិបាលនិងបុគ្គលិកដើម្បីចូលរួមក្នុងកិច្ចការនេះនេះជាឆ្នាំដំបូងដែលការប្រឡងត្រូវបានរៀបចំឡើងតាមកម្មវិធីចំណេះទូទៅឆ្នាំ2018ដូច្នេះមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តបានរៀបចំយ៉ាងយកចិត្តទុកដាក់តាំងពីដំណាក់កាលសរសេរសំណួរដោយក្រុមគ្រូដែលសរសេរសំណួរប្រឡងបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់និងពិចារណាដើម្បីបំពេញតម្រូវការនៃការប្រឡងទស្សនិកជនជាទីគោរពមហាសន្និបាតលើកទី13នៃចៅល្អរបស់អ៊ំហនៅខេត្តតនិនឆ្នាំ2025គឺជាពិធីបុណ្យដ៏ធំរបស់កុមារក្នុងខេត្តកន្លែងបណ្ដាសមាជិកក្រុមនិងកុមារឆ្នាំបានប្រមូលផ្ដុំគ្នាដើម្បីចែករំលែកមោទនភាពស្មារតីរៀនសូត្រនិងការអនុវត្តតាមគំរូរបស់អ៊ំហជាទីគោរពស្រឡាញ់នៅមហាសន្និបាតលើកទី13នៃចៅល្អរបស់អ៊ំហខេត្តតនិនលើកទី13ឆ្នាំ2025កំពុងប្រព្រឹត្តសេចក្តីប្រាថ្នាជាច្រើនរបស់សមាជិកក្រុមនិងកុមារត្រូវបានសម្ដែងចែករំលែកនិងផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដោយគណៈប្រតិភូដែលចូលរួមសន្និបាតខ្ញុំសង្ឃឹមថានៅពេលអនាគតយើងនឹងមានឱកាសកាន់តែច្រើនដើម្បីមានបរិយាកាសសិក្សាប្រកបដោយសុខភាពល្អនិងប្រកបដោយភាពច្នៃប្រឌិតដើម្បីយើងអាចអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយខ្ញុំសង្ឃឹមថាសមាគមមិត្តរួមក្រុមអាចរៀបចំសកម្មភាពបន្ថែមទៀតដើម្បីឲ្យខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយនឹងមិត្តភ័ក្តិក្នុងខេត្តនិងកន្លែងជាច្រើនទៀតហើយមិត្តភ័ក្តិអាចប្រាស្រ័យទាក់ទងនិងនិយាយជាមួយកូននិងអាចធ្វើរឿងថ្មីៗជាច្រើនរួមចំណែកក្នុងការកសាងជីវភាពរបស់ខ្លួនខ្ញុំជាមនុស្សមានទេពកោសល្យផ្នែកព័ត៌មានវិទ្យាដូច្នេះខ្ញុំសង្ឃឹមថាសមាគមមិត្តក្រុមស្រុកក៏ដូចជាសមាគមខេត្តនឹងរៀបចំសកម្មភាពប្រកួតប្រជែងបន្ថែមទៀតក្នុងកម្មវិធីក៏ដូចជារៀបចំវគ្គពិភាក្សានិងចែករំលែកសម្រាប់មនុស្សដែលមានការចូលចិត្តរួមជាក់ស្ដែងគឺមុខវិជ្ជាកុំព្យូទ័រនេះមិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏ចង់រៀបចំការប្រកួតប្រជែងនិងការពិភាក្សាបន្ថែមទៀតក្នុងវិស័យផ្សេងទៀតខ្ញុំសង្ឃឹមថាសមាគមមិត្តរួមក្រុមនឹងចាប់ផ្ដើមការប្រកួតដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រនិងភូមិសាស្ត្ររបស់ប្រទេសវៀតណាមព្រមទាំងការប្រកួតប្រជែងសម្រាប់សិស្សានុសិស្សដូចជាសិក្សាអំពីមូលដ្ឋានដែលពួកគេរស់នៅតាមរយៈការប្រកួតនោះខ្ញុំក៏ចង់ពង្រឹងស្មារតីនៃការសិក្សាក៏ដូចជាទទួលបានចំណេះដឹងបន្ថែមទៀតដល់សិស្សនិងលើកកម្ពស់ស្មារតីស្នេហាជាតិបន្ទាប់ពីមហាសន្និបាតលើកទី13ស្ដីពីចៅល្អរបស់អ៊ំហនៅខេត្តតនិនឆ្នាំ2025គឺសមាគមមិត្តរួមក្រុមខេត្តនិងផ្សព្វផ្សាយសំណង់ទំពាំងឫស្សីផ្ដោតលើសកម្មភាពអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពដូចជាគំរូនៃការចែករំលែកអារម្មណ៍របស់បណ្ដាមិត្តដើម្បីថែរក្សាសុខភាពផ្លូវចិត្តរបស់កុមារនិងការគាំទ្រនិងអំដំណើរកុមារក្នុងស្ថានភាពលំបាកជាពិសេសទន្ទឹមនឹងនោះក៏ពង្រីកតួនាទីរបស់ក្រុមកុមារក៏ដូចជាបង្កើតកន្លែងលេងសម្រាប់កុមារដើម្បីបង្ហាញពីទេពកោសល្យរបស់កូនប្អូននិងក្លាយជាមិត្តសម្ព័ន្ធយុវជនគំរូដើម្បីពួកគេនៅពេលក្រោយអាចឈានឡើងសម្ព័ន្ធមានឱកាសជាច្រើនក្នុងការអភិវឌ្ឍខ្លួនឯងនិងចូលរួមក្នុងពុទ្ធហេតុកសាងនិងការពារមាតុភូមិបណ្ដាលបំណងប្រាថ្នារបស់កុមារនៅសន្និបាតចៅល្អរបស់អ៊ំហលើកទី13បានបង្ហាញឲ្យឃើញនៅស្មារតីម្ចាស់ការគំនិតច្នៃប្រឌិតនិងបំណងប្រាថ្នាចង់រៀនរបស់យុវជនចំនួនពន្លកខ្ចីតៃនិនក្រុមប្រឹក្សាសម្ព័ន្ធយុវជនខេត្តនិងបន្តស្ដាប់អំដំណើរនិងបង្កើតកន្លែងលេងកម្សាន្តដ៏មានប្រយោជន៍ដល់កុមារដើម្បីអភិវឌ្ឍទេពកោសល្យបណ្ដុះក្តីស្រមៃនិងក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់សង្គមបងប្អូនប្រិយមិត្តជាទីគោរពកម្មវិធីភាសាខ្មែរនៃស្ថានីយ៍វិទ្យុទូរទស្សន៍ខេត្តតនិនសូមបញ្ចប់ត្រឹមនេះសូមសន្យាជួបគ្នាក្នុងកម្មវិធីបន្ទាប់សូមគោរពសូមជម្រាបលា